ជំរាបសួរប្រិយមិត្តខ្មែរថាមថ្ងៃនេះយើងមានវាគ្មិនចំនួន2រូបដែលនឹងចែករំលែកអំពីប្រវត្តិស្នេហាតាំងពីថ្ងៃជួបគ្នាជាលើកដំបូងគិតរហូតមកទល់ថ្ងៃនេះដែលមានរយៈពេលជាង15ឆ្នាំយើងចង់ដឹងថាតើប្រវត្តិទំនាក់ទំនងស្នេហារបស់ពួកគេឆ្លងកាត់ផ្អែមប្រៃល្វីងជូរចត់បែបណាខ្លះមានខ្ញុំហងពុនរាជាអ្នកសម្របសម្រួលក្នុងកម្មវិធី Beyond Business តោះជួបពួកគាត់ទាំងអស់គ្នាកាលណាខឹងគ្នាអន់ចិត្តគ្នាអត់អ្នកគ្មានអ្នកណាមួយមានសិទ្ធិចេញក្រៅផ្ទះទោះបីខ្ញុំខឹងគាត់ក៏ខ្ញុំអត់អាចចេញក្រៅផ្ទះគាត់ខឹងខ្ញុំក៏អាចមានសិទ្ធិចេញក្រៅផ្ទះដែរហើយប្តីប្រពន្ធតាហ៊ានចេញក្រៅផ្ទះហើយចាប់ដើមបែកគំនិតប្រព្រឹត្តរឿងនេះមួយរឿងនោះមួយចាជួនកាលស្រីញីអូនបងជួនកាលផឹកស្វឹងអីហ្នឹងមានគ្រោះថ្នាក់បាត់បង់ជីវិតអីចឹងស្ដាយក្រោយមកជីវិតអញ្ចឹងមិនថាយើងអត់ឲ្យចេញក្រៅផ្ទះទេនៅក្នុងផ្ទះដដែលហើយហាមអត់ឲ្យកិច្ចពីកន្លែងបន្ទប់គេហ្នឹងឬក៏ខែគេហ្នឹងឯងត្រូវតែគេមួយគ្នាដដែលធម្មតាប្តីប្រពន្ធតែកាលណាខឹងមិនក៏ដោយគេយូរឆាប់វាប៉ះគ្នាទៅគេតែពេលប៉ះគ្នាចុះប៉ះគ្នាឡើងអោបគ្នាវាបាត់អាខឹងនឹងបាត់ហើយយល់ទេអាហ្នឹងគឺមិនឯគោលការណ៍របស់ពួកខ្ញុំទៅអង្គុយមានបច្ចេកវិទ្យាប្រើទំនើប Telegram ឬក៏ Chat Messenger អីទេតាមរយៈការ call សុំលេខគាត់ឲ្យលេខ92ហើយខ្ញុំប្រើ Smart អញ្ចឹងក្នុងការឆ្លងប្រព័ន្ធជំនាន់ហ្នឹងពិបាក call ក៏ត្រូវចុះលុយជ្រើហើយមួយទៀតបានសួរគាត់ដែរអ្នកគ្រូចង់មានស្នេហាឬក៏អីនៅគាត់ឆ្លើយតបវិញគាត់ថាគាត់អត់តន់ចាប់អារម្មណ៍ទេខ្ញុំធ្លាប់ជាពលករកូរ៉េដែរក៏ចាប់ផ្ដើមគិតថាយើងមានលទ្ធភាពហើយសមត្ថភាពហ៊ានក្នុងការសម្រេចចិត្តតាក់ទងគាត់ក៏ load Messenger ជំនាន់ហ្នឹងគាត់ក៏មាន Facebook ហ្នឹង load Facebook មកក៏ខ្ញុំបានឆាតតាម Messenger ទៅអញ្ចឹងតំណែងគឺយើងមានតាំងពីពេលហ្នឹងមកសម្រាប់ចំណុចដែលគាត់មានច្រើនដោយសារខ្ញុំតាំងពីតូចចូលចិត្តសម័យបើនិយាយអត់យើងឃើញសង្គមគ្រួសារភាគច្រើនគឺមានបញ្ហាច្រើនអញ្ចឹងខ្ញុំបានដាក់ក្តីសម័យថាមនុស្សស្រីដែលខ្ញុំចង់បានគឺត្រូវតែចិត្តដូចគ្នាហើយចំណុចខ្លាំងដែលគាត់មានគឺខ្ញុំឲ្យតម្លៃទៅលើចំណេះដឹងដែលគាត់មានស័ក្តិសមនឹងអ្វីដែលខ្ញុំមានមិនន័យថាគាត់មកសួររលេខទូរស័ព្ទអីដើម្បីតំណែងហ្នឹងក៏ពិតយើងចាប់អារម្មណ៍គាត់ដែរទេប៉ុន្តែគ្រាន់ថាយើងវារៀងធម្មតាមនុស្សស្រីយើងរៀងតិចណាត្រូវហ៎យើងថាចេះខ្ញុំអត់ត្រូវការសង្សារស្នេហាទេមិនតែសារអីយើងគាត់ថាយើងប្រឹងរៀនអញ្ចឹងណាអ្វីដែលធ្វើឲ្យខ្ញុំចងចាំមិនភ្លេចរហូតមកដល់ឥឡូវតាំងពីធ្វើការមួយគ្នាពីដំបូងហ្នឹងគឺខ្ញុំចងចាំថាពេលដែលគាត់បរៀនភាសាកូរ៉េខ្ញុំ receptionist និយាយថាយើងឡើងទៅយកវត្តមានសិស្សអីជាទូទៅតាមថ្នាក់តែម្ដងអីទេតែថ្នាក់គាត់ខ្ញុំឡើង4ដងអីក៏ពិតមិនទៅចេះកូរ៉េទេតែមើលមុខគ្រូតែមើលមុខគ្រូកូរ៉េទេជាកន្លែងហ្នឹងយើងចងចាំអត់ភ្លេចទេភាពទុកចិត្តភាពជឿជាក់ហើយយើងគូសវាថាមនុស្សហ្នឹងគឺដូចជាមួយអ្វីដែលយើងបានដាក់គោលដៅហើយអ្វីដែលយើងបានគេកំណត់ទុកហើយអញ្ចឹងមិនដឹងថាដូចជាគូប្រេងរបស់យើងហ្នឹងវាអត់មានអីខុសពីអ្វីដែលយើងបានចាទុកទេអញ្ចឹងក៏យើងសម្រេចចិត្តចូលរួមការពុទ្ធិសាឃើញថាអ្វីដែលគាត់លះបង់សម្រាប់ខ្ញុំគឺវាច្រើនហើយវាធំធេងចាតាំងពេលវេលាចាទាំងលុយកាក់ទាំងអីផ្សេងទៀតគឺគាត់ឲ្យផ្ដល់ឲ្យខ្ញុំមកគ្រប់សពបែបយ៉ាងដែលយើងចង់បានពេលដែលយើងចង់ឲ្យប្រទេសមួយរីកចម្រើនទៅបានអាស្រ័យទៅលើធនធានមនុស្សអញ្ចឹងអាស្រ័យទៅលើបុគ្គលម្នាក់ហើយបន្ទាប់ពីហ្នឹងនៅពេលដែលយើងជ្រើសរើសគ្រួសារឬក៏បង្កើតគ្រួសារថ្មីត្រូវដឹងថាខ្លួនឯងគឺជាមនុស្សដែលរឹងមាំហើយទៅនៅអញ្ចឹងកត្តាខ្លួនឯងគឺត្រូវតែពង្រឹងទាំងសមត្ថភាពនិងលទ្ធភាពគឺត្រូវតែមានពេលដែលយើងចង់ឲ្យមនុស្សស្រីម្នាក់ហ្នឹងខ្លាយជាប្រពន្ធល្អហើយទាំងយើងមិនមែនជាប្តីល្អបន្ទាប់ពីការនឹងមុនការហ្នឹងគឺកត្តាខ្លួនឯងចម្បងហើយដៃគូយើងត្រូវច្បាស់មួយគ្នាថាព្រមទទួលគ្រប់យ៉ាងពីគ្នានៅតែរៀនពីគ្នារហូតរៀនយល់ពីគ្នាអធ្យាស្រ័យពីគ្នាចេះដោះស្រាយបញ្ហានៅក្នុងគ្រួសារចំណុចសំខាន់ទៀតគឺមានការប្រជុំអីថាយើងមិនមែនតែនៅក្រុមហ៊ុនទៅមានការប្រជុំទេសូម្បីតែគ្រួសារយើងក៏មានការប្រជុំដែរពីច្រើនខ្ញុំយកពេលជុំយើងមានការប្រជុំបូកសរុបតាំងពីរបាយការណ៍រ៉ាញ់វត្ថុការចាយវាយចំណាយចំណូលហ្នឹងគឺយើងប្រជុំដោយក្រុមហ៊ុនអញ្ចឹងបីថាយើងបូកសរុបតើលទ្ធផលដែលយើងកាន់ដៃមួយគ្នាហ្នឹងវាបានប៉ុន្មានហើយបើសិនជាមានរឿងដែលតាក់មាត់អីគ្នាហ្នឹងក៏យើងត្រូវយកមកដោះស្រាយ
ដើម្បីឲ្យគ្រួសារយើងវារីកចម្រើនហើយអភិវឌ្ឍទៅមុខ បើន័យថាយើងប្រឡូកជាមួយនឹងអាជីវិតគ្រួសារហ្នឹងមកយើងឆ្លងកាត់អភិបបាក់ពីមុនមកហើយអញ្ចឹងយើងអត់ចង់ឲ្យឃើញថាកូនយើងមានសម្ពាធរងអាវិបត្តិទាំងអស់ហ្នឹងដូចជាប្រវត្តិរបស់ពួកយើងទេព្រោះពួកខ្ញុំសុទ្ធតែកំព្រាដូចគ្នាទេចាហើយឆ្លងកាត់អភិបបាក់ជូរចត់បែកបាក់គ្នាហ្នឹងដូចម៉ាក់ប៉ាបែកបាក់គ្នាហ្នឹងយើងគិតថាប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍ច្រើនព្រោះដោយសារពីតូចមកគឺខ្ញុំប៉ះពាល់ផ្លូវអារម្មណ៍ផ្លូវចិត្តហ្នឹងនិយាយចាំបើថាជំងឺថប់អារម្មណ៍ឈានមកដល់ជំងឺផ្លូវចិត្តហ្នឹងឯងចាគឺកិច្ចអត់ផុតទេប៉ុន្តែនៅពេលដែលយើងយល់ពីអាតម្លៃទាំងអស់ហ្នឹងថាវាប៉ះពាល់ខ្លាំងទៅដល់កុមារអញ្ចឹងយើងសន្យាចំពោះខ្លួនយើងទាំងពីរនាក់ហ្នឹងថាយើងឆ្លងកាត់ហើយវាពិបាកបែបណាមានអារម្មណ៍បែបណាអញ្ចឹងក្នុងនាមយើងជាប្តីប្រពន្ធយើងគួរតែដើរតួជាប្តីប្រពន្ធគំរូជាឪពុកម្ដាយគំរូដើម្បីឲ្យកូនយើងមានក្តីសុខសុភមង្គលហើយឲ្យអ្នកដទៃគេមើលយើងហើយគេរៀនសូត្រពីយើងដូចគ្នា